ការងារជាអ្នកនិពន្ធនឹងអាចជួយបែបខ្លះទៅដល់យុវជនកម្ពុជាយើងខ្ញុំជឿថាការអប់រំគឺជាចំណុចសំខាន់ដោយសារតែការតែងនិពន្ធសៀវភៅគឺផ្ដោតទៅលើការអប់រំនឹងឯងមួយវិញទៀតដែរក៏ជាការផ្ដល់គន្លឹះផ្សេងៗបំណិនជីវិតយើងទៅជជែកគ្នាមុនហ្នឹងបំណិនជីវិតក៏ជាលទ្ធផលដែលពួកគាត់ទទួលបានដូចគ្នាដែរតាមរយៈការតែងនិពន្ធផ្ដល់ទៅឲ្យអ្នកអានទូទៅហើយក៏តកតងជាមួយនឹងការជំរុញលើកទឹកចិត្តក៏យើងមិនអាចបំភ្លេចបានដែរអានេះគឺជាមិនមែនតែនៅក្នុងប្រទេសយើងទេគឺទូទាំងពិភពលោកតែម្ដងគឺប្រើពាក្យជាភាសាអង់គ្លេសគេហៅថា self development ឬក៏ self help book សៀវភៅបែបហ្នឹងក៏ជំរុញទឹកចិត្តអ្នកអានឬក៏គាត់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក៏ដោយក៏គាត់នៅតែបន្តធ្វើការជាការលើកទឹកចិត្តក្នុងរូបភាពណាមួយអញ្ចឹងតាមរយៈការនិពន្ធតែងសៀវភៅក៏វាផ្ដល់អត្ថប្រយោជន៍ទៅដល់អ្នកអានបែបហ្នឹងដូចគ្នាដែរហើយយើងមិនបាច់និយាយទៅលើកម្រិតស្រាវជ្រាវអ្នកអានទូទៅគាត់ប្រកាសជាយល់ថាបើសិនជាគាត់ចង់ស្រាវជ្រាវនៅក្នុងសៀវភៅឬក៏ប្រធានបទណាមួយគាត់នឹងស្វែងយល់ដោយខ្លួនឯងអញ្ចឹងការអប់រំការជំរុញលើកទឹកចិត្តបំណិនជីវិតនិងការស្រាវជ្រាវនិងតកតងជាមួយនឹងចំណុចផ្សេងៗទៀតគឺជាអត្ថប្រយោជន៍នៃអាជីពតែងនិពន្ធទៅដល់ប្រជាជនទូទៅឬក៏អ្នកអាននៅក្នុងប្រទេសកម្ពុជាយើងតាមរយៈការផ្សព្វផ្សាយបច្ចេកវិទ្យាអាចជួយបានច្រើនតាមរយៈការផលិតបច្ចេកវិទ្យាក៏អាចជួយក្នុងរូបភាពមិនមែនជាលក្ខណៈថាដឹកមុខទេប៉ុន្តែជាលក្ខណៈថាគ្រប់គ្រងបន្ថែមឧទាហរណ៍ថាបើសិនជាយើងជាអ្នកបង្កើតគំនិតថ្មីគេហៅថា creative idea ឬក៏សង្ឃថាពេលហ្នឹងការសរសេរវាស្តៀងជាមួយនឹងសិល្បៈដែរអញ្ចឹងយើងអាចប្រើបច្ចេកវិទ្យាផ្សេងដែលជាបច្ចេកវិទ្យា support គ្រប់គ្រងហ្នឹងប្រើវាឲ្យការបង្កើត idea ថ្មីរបស់យើងឬក៏ art សិល្បៈរបស់យើងហ្នឹងកាន់តែវិវត្តលូតឡើងល្អទៅមុខអាហ្នឹងចំពោះយោបល់របស់ខ្ញុំជាអ្នកដែលស្ថិតនៅក្នុងវិស័យហ្នឹងតែម្ដងនៅពេលឧទាហរណ៍ខ្ញុំសរសេរមិនព្យាយាមគេហៅថាធម្មតាគេប្រើ ChatGPT ឬក៏ AI ដើម្បីជួយឲ្យការសរសេរមិនមែនជួយណាគឺ copy paste តែម្ដងហ្នឹងអាហ្នឹងខ្ញុំគាត់ធ្លាប់ឮពីគេមកខ្ញុំទើបតែចេះប្រើ ChatGPT ប្រហែលខែមុនទេពេលដែលប្រើហ្នឹងក៏មិនប្រើក្នុងរូបភាព copy paste យកទៅដែរគឺគ្រាន់តែយើងសម្រួច idea របស់យើងថាធ្វើម៉េចឲ្យវាល្អដើរទៅមុខបានអញ្ចឹង AI support វាគួរតែជាចំណុចមួយសម្រាប់គ្រប់គ្រងទៅដល់អាជីពក្នុងការតែងនិពន្ធហើយ technology ផ្សេងក៏អាចជំរុញទៅដល់ការផ្សព្វផ្សាយឲ្យស្នាដៃរបស់យើងទទួលបានការគាំទ្រច្រើនមើលឃើញកាន់តែច្រើនសម្រាប់ករណីខ្ញុំផ្ទាល់មិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុន្តែនៅក្នុងអាស៊ីអាគ្នេយ៍ក៏ដូចជានៅក្នុងពិភពលោកផងដែរព្រោះបច្ចុប្បន្នគឺមានតាមរយៈ technology យើងនិយាយសួរស្ដាប់តាមរយៈ technology បានសៀវភៅរបស់ខ្ញុំអាចបានទៅដល់ Amazon បានទៅដល់ទីផ្សារនៅក្នុងអឺរ៉ុបហើយនិងប្រទេសឥណ្ឌាប្រទេសមួយចំនួនទៀតបាទ